ត់ហើយយកបើអាចទៅបើដល់ពេលយកកោកើតតរហូតទៅមានជំងឺទៅគាត់ដើរទៅវាផ្អើលបាទដើរមកឡាពីគីឡូជុំគីឡូជាង100វិញគាត់ធ្វើខ្ញុំទៅយកសាច់ទេបាទបើសិនខ្ញុំយកបើក៏ខ្ញុំធ្វើនោះដាក់ទៅលើនោះវិញញាស់សំទៀតមិនញាស់ធ្វើវិញបាទអានឹងអត់ទេបើសិនកំណត់ដឹងទេដូចថាឥឡូវដូចខ្ញុំធ្វើលើទៅលើមានលើទៅចុះលើអីអញ្ចឹងអានឹងកំណត់ដឹងទៅថាហែងពឹងទី1 5ថ្ងៃក្រោយចូលហែងទៀតទៅបានទៀតហើយបាទអានឹងពូជគេហៅពូជប៉ារ៉ាទាំងអង្គបាទកដោវាអត់មានខុសពីពូជនឹងមួយទេគឺខុសនិយាយទៅកដោការចំវាមានតែពូជនឹងមួយប៉ុន្តែគ្រាន់ថាអ្នកដែលបងប្អូនពីមុនដំបូងគាត់យកទៅចិញ្ចឹមតគ្នាហ្នឹងគាត់អត់នឹងបែបបត់របស់វាហ្នឹងគឺទី1កាលណាចិញ្ចឹមទៅគាត់ต้องណាផងទី2ต้องណាចំណៃពងបានម្ដងពីរដងគាត់ធ្វើពងពូជឡើងដល់3 4ដងទៅបើចំណៃអត់ច្បាស់លាស់អត់ជឿនស្វាត់ខ្លាយទី1ស្មៅទី2របាយអាទូបាទហ្នឹងខ្លាយយ៉ាងទេតែតាមពូជគឺពូជបារ៉ានេះទៅមើលដល់ពេលចំណាំមើលដល់ទូទៅដល់ឆុងទៅអាខ្លាយទូទៅដល់គឺស្មោគឺនឹងតែលឿនដែរទេគាត់នៅតែទូទៅនឹងវាខ្លាយបានតាមចំណៃបានចំណៃហើយកំដៅបំផុតនឹងកំដៅនឹងទៀតដល់ពេលកំដៅអញ្ចឹងគេថាកម្ដៅខ្លាំងខ្លាច់កដុំមកអត់ទេកម្ដៅនេះគឺល្អទៀតចិញ្ចឹមវាបានល្អទៀតព្រោះនេះក្នុងខែប្រាំងនេះវាភ្លៀង1 មេ 2 មេអញ្ចឹងគឺអត់មានបញ្ហាទេដល់ពេលខែក្នុងខែភាសានោះបានខ្ញុំចាប់ដើមពេញអត់ต้องខ្លានឹងក្រក់យើងម្ដងទៅរួចអានេះដោយសារវាការកែវវាមកធ្វើអាភ្លៀងវាមិនខ្លាំងអីអាកូនវាទឿមកអត់អីទេឲ្យជំនឿមើលបើសិនបើយ៉ាងថ្ងៃប្រហែលជាម៉ោង1វិញណាវាចាប់ដើមដល់មកវាឡើងដល់សួនទៀតហើយឡើងលងគ្រឿងចាប់ដើមដល់ឡើងមកហើយគឺការចោលចប់មកពេញគ្រាទៅឃើញហ្នឹងជាប់ការជាប់អាទៅជាប់ហើយហ្នឹងនេះជាប់ត្រឹបលើចាប់ជាប់ទេតាមុនអត់ទាន់ដាក់ហើយទឹកដាក់ឲ្យព្រោះនេះទុកឥឡូវមិនទាន់អស់ផងខ្ញុំយកមកឲ្យគេដាក់មក20ដៃអានេះខ្ញុំដាក់បានអស់ហ្មងអស់6ដុំហ្នឹង6ដុំនៅក្រនដុំទៀតហ្នឹងស្មៅនេះយើងអាចទៅពោចចាប់មកថតមកវិញគឺថាម្ដងខ្ញុំដាក់ម្ដង50ធាងទៅ60ធាងតែខ្ញុំបន្ថយយកមកទៅ20ធាងនេះអត់ទេបាទដាក់នេះទៅវាស៊ីជំនួយហើយឲ្យវាអត់មានឡើងឆ្លោះវាចំណៃវាត្រូវភ្លៀងយកមកហ្នឹងបាទវានេះល្អនេះដុកស៊ីអាទិត្យស៊ីល្អទៀតបានវិញយ៉ាងបាទហើយទីជាមួយខ្ញុំទិញអាប្រាំខ្ញុំបាយបូនចំណៃវិញណាអានឹងស្រួលវិញអត់ត្រូវការទិញអត់ត្រូវអាបូនចំណៃហ្នឹងវាមួយអាស្នាត់ទូចបានអានឹងមួយប្រហែល40,000ទាំងជ័យស្មៅដាំស្មៅនេះ2ហើយនឹងកន្ទក់ហើយនឹងពុកក្រហម3នឹងមកខ្ញុំវាយមកវាធម្មតាវាលីចេញពីចំណៃបូនមកវាមានក្របដុំធំបោះឲ្យវាស៊ីទៅអានេះគឺចំណៃរបស់វាទៅគ្រាប់បាទហ្នឹងអត់ទេបើអាហ្នឹងធ្វើប៉ុណ្្នឹងមកសូម្បីតគោអីគូស៊ីគោទាមន់ជ្រូកគូស៊ីទាំងអស់អាហ្នឹងស៊ីអាហ្នឹងមកមុខហ្នឹងបានផ្នែកច្រើនមុខហ្មងនេះជាអីចង់ដឹងនេះឥឡូវចូលញ៉ាំហើយអត់ទេចង់ដឹងវាអត់មានទៅបញ្ហាទាស់ទេបើវាអត់ជួបបរិយផងជួបបរិយអានេះបានខ្ញុំហាមកាលណាបរិយវាសែនបរិយវាអាចនឹងដាក់ដីមកថៃទៅកណ្ដោមកទៅចូលធំវិញណាបាទនេះឃើញឯងក៏ទៅចូលមកទៀតបានឃើញនេះមិនស្គាល់200គីឡូទេជន់មកវាអត់អីទៅជន់ខ្លាចបងជន់ខ្លាចដល់ពេលយើងមកដល់ទៅវាចេញពេលខ្លះវាចូលក្នុងនេះវា2គីឡូប៉ុន្តែវាប្រឡងខ្លាំងឡើយព្រោះអានេះដល់ពេលអានេះវាអត់ស៊ីមែនតែរបៀបដូចអានេះវាដោះបែបធម្មជាតិហ្នឹងដូចរបៀបដូចទៀមដូចវានៅធម្មជាតិអញ្ចឹងណាដល់អញ្ចឹងសុខភាពកដោវាអត់ stress ទៀតអានេះដូចនេះហើយចំហទៅវាដាក់អត់មានអញ្ចឹងតែប៉ុណ្្នឹងកន្លែងហ្នឹងបើទៅរហូតវិញទៅលោកប្រាំងហួរអាឃើញត្រីស្មៅដុះខ្ញុំមិនដកចេញទេតែចង់40ម៉ែត្រ30បើដូចជាទៅពេលទៅវាតោងលេងដូចត្រីធម្មជាតិវារស់នៅបែបធម្មជាតិអញ្ចឹងកដោវា stress សូម្បីតែខ្ញុំប្រើអាពូជកដោខ្សែយើងអាពណ៌សខ្មៅអាសធំនោះខ្ញុំទិញយកមកបបសោតចាំប្រកាសពូជយកអាហ្នឹងមានណាតាមកសប្តាហ៍មក
10 ថ្ងៃងប់និយាយទៅក៏ដូបប្រភេទបោះស្រែរបស់យើងធំហ្នឹងគឺវាស្ទះវាអត់រួមទិញមកប្រឡែងចង់ដឹងចាំមើលក្នុងទ្រូងហ្នឹងតា10ថ្ងៃវាងាប់ទៅតែឯងអត់មានបានចាត់ពូបានឯងទៅឆាប់បានហ្នឹងអស់បាទហ្នឹងអាហ្នឹងចំបែបធម្មជាតិយើងអត់ហត់នឿយទី1អត់ហត់នឿយក្នុងការនេះម៉ែទៀត3ម៉ែទៅ3កពស់បើខ្ញុំ3ជើងមុងខ្ញុំ13ដែរប៉ុន្តែអានេះខ្ញុំចុះហើយតាំងចូលដី3ចូលដី3ដោះស្លាប់កាក់វាដោះស្លាប់កាក់ចេញថាជាស្លាប់កាក់វាបានថាជាបានចាំដងអានេះខ្ញុំចាប់បានចាំទៀតប៉ុន្តែអានេះខ្ញុំត្រូវចាប់ហើយប៉ុន្តែខ្ញុំទុកវាយ៉ាងតែរហូតដល់ពេលចូលឆ្នាំព្រោះចូលថ្ងៃ4ហ្នឹងគេកំងពេលយើងទៅជុំការមកយើងអត់អញ្ចឹងខ្ញុំទុកបានឥឡូវទីផ្សារតម្លៃ